ទាំងក្រៀមក្រំបន្ទប់ជួលតូចចង្អៀតគ្មានអ្នកចិត្តការងារធ្ងន់ត្រូវទ្រាំធ្វើមិនគិតពិតការងារធ្ងន់ត្រូវទ្រាំធ្វើមិនគិតដើម្បីលុយផ្ញើទៅផ្ទះជួយគ្រួសារមេឃងងឹតគិតដល់ផ្ទះទឹកភ្នែកហូរឮសំឡេងម៉ែនិងពុកលួងលោមចាកូននៅទីនេះហត់នឿយណាស់ព្រោះសង្ខារបាយមួយពេលញ៉ាំម្នាក់ឯងទាំងក្រៀមក្រំបន្ទប់ជួលតូចចង្អៀតគ្មានអ្នកចិត្តការងារធ្ងន់ត្រូវទ្រាំធ្វើមិនគិតពិតដើម្បីលុយផ្ញើទៅផ្ទះជួយគ្រួសារកូននឹកផ្ទះណាំងសែននឹកផ្ទះណាំងម៉ែពុក